មន្ត្រីសាខាកបវខេត្តព្រះសីហនុចូលបង្ក្រាបបង្គាមានសារធាតុគីមីយកទៅកំទេចចោលមន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់កិច្ចប្រកួតប្រជែងនិងប្រកាសការខ្លាញ់បន្លំខេត្តព្រះសីហនុកបបចូលបង្ក្រាបនឹងធ្វើកិច្ចសន្យាដល់អាជីវករលក់គ្រឿងសមុទ្រនៅផ្សារលើក្រុងព្រះសីហនុខេត្តព្រះសីហនុដោយសារលក់បង្គាឲ្យភ្ញៀវមានសារធាតុគីមីនាព្រឹកថ្ងៃទី3ខែឧសភាឆ្នាំ2025លោកខុនស៊ីម៉នប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចប្រកួតប្រជែងនិងបង្ក្រាបការខ្លាញ់បន្លំខេត្តព្រះសីហនុបានឲ្យដឹងថាក្រោយទទួលបានព័ត៌មានពីការលក់បង្គានៅផ្សារលើក្រុងព្រះសីហនុខេត្តព្រះសីហនុមានសារធាតុគីមីលោកបានណែនាំឲ្យមន្ត្រីចុះពិនិត្យជាក់ស្ដែងនិងបានធ្វើកិច្ចសន្យាចំពោះអាជីវករឈ្មោះអ៊ុយច័ន្ទធូភេទស្រីឆ្នាំកំណើត1983មុខរបរលក់គ្រឿងសមុទ្រមានទីតាំងបច្ចុប្បន្ននៅក្នុងភូមិមួយសង្កាត់លេខ4ក្រុងនៅខេត្តព្រះសីហនុជាមួយគ្នានេះអាជីវករឈ្មោះអ៊ុយច័ន្ទធូបានធ្វើកិច្ចសន្យាចំពោះមុខអាជ្ញាធរនិងសមាជិកជំនាញបញ្ឈប់ជាបន្ទាន់នៅការលក់គ្រឿងសមុទ្របង្គាដែលផ្ទុកសារធាតុគីមីខូចគុណភាពប៉ះពាល់សុខភាពនិងត្រូវសន្យាតាមការណែនាំរបស់អាជ្ញាធរនិងសមាជិកពាក់ព័ន្ធមិនលក់ដូរម្ហូបអាហារគ្រឿងសមុទ្រគ្រប់ប្រភេទដែលមានសារធាតុគីមីខូចគុណភាពបន្តទៀតនោះទេអាជីវករឈ្មោះអ៊ុយច័ន្ទធូបានបន្តទៀតថាប្រសិនបើនាងខ្ញុំមិនគោរពតាមការសន្យាខាងលើនាងខ្ញុំសុខចិត្តឲ្យអាជ្ញាធរមានសមត្ថកិច្ចបញ្ឈប់មុខរបរលក់ដូរគ្រឿងសមុទ្រនិងទទួលខុសត្រូវចំពោះមុខច្បាប់ទាំងស្រុងចំពោះមុខសមត្ថកិច្ចជំនាញបានដកហូតបង្គាមានសារធាតុគីមីដែលនៅសេសសល់ចំនួន6គីឡូក្រាមយកទៅកំទេចចោលសម្រាប់ YouTube លោកអ្នកគ្រាន់តែវាយពី SN TV Breaking News ចុច Like Subscribe និងរូបកណ្ដឹងជាការស្រេចនឹងទទួលបានព័ត៌មានថ្មីៗជារៀងរាល់ថ្ងៃ